บองบนออกเนี่ยอันนี้มอเจกนี้จะโตหนึ่งการลวกตาเนี่ยลวกธรรมดาหนึ่งเนี่ยบัดการลวกขอกเนี่ยอย่างไม่chỉ tu tứ để lụa thòm ná pe để con lụa hái cứ con ở con nhiều ở con bong để bàn mà chui tình bàn tay bởi để bật cá lụa copy để lụa pe dương bật cá lụa cứ phiêu ở con như mình dương nhận bật cá lụa mình đó xa dương mình trên để lụa dương cứ chia ti bật xa quạt nai nòm quạt chỉ mất thẻ chỉ nai nòm quạt ở tính platform để là để trâm tơ sầm rạp quạt trắng đầm bấy bật ca lỗ bàn dương miền tam chấm hiền thì mùi bạc chật từ phía mó dương thở miền tĩnh định nâng ca bạc chật quạt chấm hiền thì pi dương chẹt tôn nâng tĩnh định xoay rô cà bật tá phiêu mò nâng cọt trong bàn ấy ở bạc cọt chấm hiền thì bay dương nai non platform chấm hiền thì buồn dương bật ca lỗ người ta chấm hiền tí 4 យើងបិទការលក់ជំហានទី 5 គឺយើងតបសំណួរចម្លើយជាមួយគាត់អញ្ចឹងមកដល់ថ្ងៃនេះខ្ញុំជជែកអំពីជំហានទី 1ជំហានទី 1 ដើម្បីយើងបិទការលក់បានព្រោះត្រាតែយើងនឹងបង្ហាញពីភាពជាអ្នកជំនាញទៅលើផលិតផលដែលយើងលក់ឧទាហរណ៍យើងជាអ្នកម៉ាស៊ីនត្រជាក់ដែលលក់ម៉ាស៊ីនត្រជាក់យើងគឺជាគ្រូយើងជាអ្នកជំនាញខាងម៉ាស៊ីនត្រជាក់បើយើងជាអ្នកលក់គ្រឿងទឹកគ្រឿងភ្លើងយើងជាគ្រូដែលយល់ដឹងពីគ្រឿងទឹកគ្រឿងភ្លើងយ៉ាងច្បាស់តាក់ទងនឹងជំនាញរបស់យើងបើយើងជាពេទ្យសាស្បែកឬក៏យើងជាវិជ្ជបណ្ឌិតយើងត្រូវជាជំនាញខាងនឹងឲ្យច្បាស់អញ្ចឹងអ្នកទិញគាត់ត្រូវការទិញជាមួយអ្នកជំនាញអ្នកដែលមានជំនាញច្បាស់លាស់គាត់ទិញអញ្ចឹងឧទាហរណ៍បើយើងជាអ្នកជំងឺឈឺធ្មេញតើយើងគួរទៅរកពេទ្យធ្មេញឬក៏យើងទៅរកពេទ្យទូទៅយើងប្រកាសទៅរកពេទ្យដែលមានជំនាញខាងធ្មេញឯងយើងមិនអាចទៅរកពេទ្យទូទៅទេអញ្ចឹងទីមួយយើងត្រូវបើកចិត្តគាត់វិធីបើកចិត្តយើងត្រូវជាអ្នកជំនាញទី1ទី2យើងត្រូវរកឲ្យឃើញថាគាត់កំពុងមានបញ្ហាអីដើម្បីយើងជួយដោះស្រាយបញ្ហាគាត់អញ្ចឹងឧទាហរណ៍បើភ្ញៀវគាត់មកដល់គាត់ចង់ទិញម៉ាស៊ីនត្រជាក់យើងត្រូវដឹងថាគាត់មានបញ្ហាចំពោះម៉ាស៊ីនត្រជាក់ដែលគាត់បានប្រើហើយមានបញ្ហាចំពោះម៉ាស៊ីនត្រជាក់ដែលគាត់ប្រើអាចស៊ីភ្លើងខ្លាំងឬក៏សំឡេងវាខ្លាំងអាចរំខានអាហ្នឹងយើងត្រូវដឹងតើប្រដាក់ដែលគាត់ប្រើពីមុនមកជាផលិតផលអីយើងត្រូវដឹងសិនដើម្បីយើងឈានដល់ step ក្នុងការស្នើនឹង product របស់យើងឲ្យគាត់អញ្ចឹងយើងត្រូវដឹងឲ្យច្បាស់យើងត្រូវសួរភ្ញៀវច្បាស់ហេតុអីមិនគាត់ចង់ផ្លាស់ប្ដូរពីផលិតផលនេះទៅផលិតផលមួយទៀតក្នុងគោលបំណងអីដើម្បីយើងជួយណែនាំឲ្យគាត់ឲ្យត្រូវតាមអ្វីដែលគាត់ចង់បានអញ្ចឹងដើម្បីលក់បានយើងបើកចិត្តបានទី1យើងត្រូវអ្នកជំនាញទី2យើងត្រូវជួយគាត់ដោះស្រាយបញ្ហារបស់គាត់ចំណុចទី3ជាចំណុចសំខាន់គឺយើងមកមិនមែនជាអ្នកលក់ទេព្រោះយើងមិនបង្ហាញថាអារម្មណ៍ថាយើងមកដើម្បីលក់ទេគឺយើងមកដើម្បីជួយគាត់ដូចយើងមានមិត្តភ័ក្តិណែនាំមិត្តភ័ក្តិទិញទំនិញឲ្យបានត្រឹមត្រូវឲ្យបានស្អាតព្រោះថាពុម៉ាក់ឯងទៅហាងនោះឯងធ្លាប់ញ៉ាំនៅ restaurant AB នោះវាឆ្ងាញ់ណាស់អញ្ចឹងមានបកាស្រស់ឲ្យយើងណែនាំដោយអស់ពីចិត្តអញ្ចឹងគាត់នឹងទិញប្រដាប់របស់យើងហើយអញ្ចឹងចំណុចនេះគឺចំណុចសំខាន់យើងធ្លាប់ណែនាំមិត្តភ័ក្តិទៅមើលកុនឬក៏ធ្លាប់ណែនាំមិត្តភ័ក្តិទៅញ៉ាំអាហារ restaurant ឆ្ងាញ់គឺក្នុងគោលបំណងអីគឺដូចគ្នាយើងជាមិត្តភ័ក្តិរាល់ពេលដែលយើងលក់ឲ្យគាត់គឺយើងណែនាំគាត់ក្នុងនាមជាមិត្តភ័ក្តិអញ្ចឹងរាល់យើងជាអ្នកលក់យើងត្រូវរើសផលិតផលដែលល្អកុំរើសផលិតផលដែលថោកហើយគុណភាពអន់យើងរើសផលិតផលដែលល្អដើម្បីណែនាំឲ្យភ្ញៀវយើងឲ្យគាត់ទិញគាត់ប្រើទៅគឺយើងមានទំនុកចិត្តទាំងអស់គ្នាអញ្ចឹងចំណុច3ចំណុចនេះគឺចំណុចសំខាន់ក្នុងការបើកចិត្តនេះគឺចំណុចដែលសំខាន់ជាងគេអញ្ចឹងបើសិនជាចំណុចមួយទាំង5ហ្នឹងយើងមិនអាចរំលងបានទេចំណុចទី1ទី2ទី3ទី4ហ្នឹងគឺយើងត្រូវតែធ្វើតាម step
ដល់ពេលដែលយើងលក់គឺតាម step ណាអញ្ចឹងបងប្អូនយើងថ្ងៃនេះយើងចាក់តង step ទី1តាក់ទងនឹងការបើកចិត្តយើងមាន3 step នៅក្នុងនោះអរគុណសម្រាប់ការតាមដានបងប្អូនអាចចូល subscribe YouTube របស់ខ្ញុំដើម្បីបានព័ត៌មានថ្មីតាក់ទងនឹង technique នៃការលក់ខ្ញុំនឹងធ្វើវីដេអូជារៀងរាល់ថ្ងៃដាក់ក្នុង YouTube អរគុណ